លោកដូណាល់ត្រាំថាអ៊ីរ៉ង់នឹងជួបទុកធំបើក្រុមហ៊ូធីមិនឈប់វាយប្រហារនោះទេនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃច័ន្ទទី17ខែមីនាឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានគម្រាមទៅអ៊ុយក្រែនថាពួកគេនឹងជួបទុក្ខលំបាកនិងទទួលខុសត្រូវប្រសិនបើក្រុមហ៊ូធីហ៊ូធីមានមូលដ្ឋាននៅប្រទេសយេម៉ែនមិនព្រមឈប់វាយប្រហារកប៉ាល់ដឹកទំនិញលើផ្លូវទឹកអន្តរជាតិនៅសមុទ្រក្រហមនោះទេលោកសរសេរថាកុំឲ្យនរណាម្នាក់យល់ច្រឡំការវាយប្រហាររាប់រយលើករបស់ចលនាហ៊ូធីដែលជាក្រុមមុក្រិតជននិងក្រុមបងតូចបងធំដ៏អាក្រក់មានមូលដ្ឋាននៅយេម៉ែននឹងត្រូវបានប្រជាជនយេម៉ែនស្អប់ខ្ពើមគឺសុទ្ធតែកើតចេញនិងបង្កឡើងដោយអ៊ីរ៉ង់ទាំងអស់ប្រសិនបើក្រុមហ៊ូធីបន្តវាយប្រហារឬសងសឹកពួកគេនឹងប្រឈមជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាហើយគ្មានការធានាថាកម្លាំងនោះនឹងឈប់ត្រឹមនឹងទេចាប់ពីពេលនេះទៅរាល់គ្រាប់កាំភ្លើងដែលក្រុមហ៊ូធីបាញ់នឹងត្រូវចាត់ទុកថាជាគ្រាប់ដែលបាញ់ចេញពីអាវុធនិងក្រោមការដឹកនាំរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវនិងជួបទុក្ខធំហើយផលវិបាកទាំងនោះនឹងមានភាពធ្ងន់ធ្ងរខ្លាំងក្លាជាទីបំផុតការគម្រាមរបស់លោកដូណាល់ត្រាំនេះគឺកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកចេញធ្វើការគម្រាមកំហែងទៅកាន់ក្រុមហ៊ូទីដែរថាទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារពួកគេហើយបើចលនាប្រដាប់អាវុធយេម៉ែនមិនព្រមឈប់បាញ់លើកប៉ាល់ដឹកទំនិញទេនោះកុំសង្ឃឹមបានសុខអីសោះមុននេះនោះដែរសហរដ្ឋអាមេរិកបើកការវាយប្រហារតាមដែនអាកាសសម្លាប់មនុស្ស53នាក់នៅយេម៉ែនរួចទៅហើយគណៈក្រុមហ៊ូធីក៏បដិញ្ញាសងសឹកអាមេរិកវិញផងដែរដោយមេធំរបស់ខ្លួនគឺលោកអាប់ឌុលម៉ាលីកអាល់ហ៊ូធីប្រកាសកំណត់គោលដៅលើនាវាចម្បាំងសហរដ្ឋអាមេរិកក្នុងសមុទ្រក្រហមតែម្ដងនៅព្រឹកថ្ងៃអាទិត្យក្រុមហ៊ូធីបានបញ្ជូនដ្រូននិងបាញ់មីស៊ីលកំណត់គោលដៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅសមុទ្រក្រហមហើយក្រុមហ៊ូធីនេះក៏បានបាញ់មីស៊ីលប៉ាឡេស្ទិកបាទធ្លាក់ចិត្តនាវានេះផងដែរសូមជម្រាបជូនផងដែរថាលោកត្រាំគឺជាបុគ្គលប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងអ៊ីរ៉ង់ហើយតែងតែជំរុញឲ្យទីក្រុងតេហេរ៉ង់ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរទោះបីជានៅឆ្នាំ2018ក្នុងកំឡុងអាណត្តិទី1របស់លោកប្រធានាធិបតីរូបនេះបានដកសហរដ្ឋអាមេរិកចេញពីផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយដែលជាកិច្ចព្រមព្រៀងតម្រូវឲ្យអ៊ីរ៉ង់បញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ដោយមិនត្រឹមតែប៉ុណ្ណឹងកាលពីដើមខែនេះលោកត្រាំថែមទាំងផ្ញើលិខិតទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូលីអាលីខាម៉ានីផងដែរដោយប្រមានថាអាមេរិកអាចឆ្លើយតបដោយយោធាព្រមទាំងបើកកិច្ចព្រមព្រៀងបាទប្រសិនបើកកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនត្រូវបានសម្រេចទេនោះជាចុងក្រោយបាទសូមជម្រាបលាបាទ